កម្មភាពទាំងនេះយើងនឹងធ្វើដំណើរឆ្ពោះទៅកន្លែងរមណីយដ្ឋានធម្មជាតិមួយហើយក៏វិលមិនឆ្ងាយពីស្រុកបន្ទាយស្រីនៃខេត្តសៀមរាបយើងទេនោះគឺភ្នំកំណប់ឬហៅម្យ៉ាងទៀតថាភ្នំហត់រមណីយដ្ឋាននេះមានចម្ងាយ50គីឡូម៉ែត្រពីទីរួមខេត្តនិងទីប្រជុំជននៃខេត្តសៀមរាបបើយើងគិតពេលវេលាធ្វើដំណើរពីទីរួមខេត្តយើងចំណាយពេល1ម៉ោងកន្លះទើបយើងធ្វើដំណើរមកដល់ទីតាំងភ្នំហត់មានទីតាំងស្ថិតភូមិខ្នាររង្វាស់ឃុំខុនរៀមស្រុកបន្ទាយស្រីខេត្តសៀមរាបវាជាផ្នែកមួយស្ថិតនៅចំចម្រាក់ប្រជុំជួរភ្នំគូលែនផ្នែកខាងជើងបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេលយូរយើងបានមកដល់ទីរួមនៃវត្តភ្នំហត់យើងនឹងធ្វើដំណើរតាមវត្តឡើងទៅកំពូលភ្នំនៃពាក់កណ្ដាលយើងបានឃើញនៅទេសភាពព្រៃព្រឹក្សាច្រឡងដងអូជាប់នឹងជើងភ្នំគូលែននិងដើមឈើតូចធំសត្វបាក់សាបាក់សៃស្រែកយំពេញនៅព្រៃហើយនឹងបានឃើញទេសភាពនៃការកសាងព្រះពុទ្ធជាច្រើនអង្គអមនឹងផ្លូវដើរចណ្ដើរឡើងនៅឡើងលើភ្នំនេះហើយទេសភាពទាំងនេះក៏បងចង់ឲ្យបងប្អូនមកគយគន់ទស្សនាគ្រាន់តែជាមួយផ្នែកនៃចង្កេះភ្នំតែប៉ុណ្ណោះមួយផ្នែកទៀតនឹងមានភាពស្រស់ស្អាតត្រជាក់ភ្នែកជាងនេះក៏ភ្នំនេះមានកម្ពស់ប្រមាណ492ម៉ែត្រពីនីវ៉ូទឹកសមុទ្រយើងធ្វើដំណើរបានពាក់កណ្ដាលនៃចង្កេះភ្នំឃើញមានអ៊ំពូមីងតក៏សាវត្តអារាមខ្លះដើម្បីទុកឲ្យបងអ៊ំពូមីងឡើងទៅធ្វើបុណ្យធ្វើទានសុំសេចក្តីសុខសេចក្តីចម្រើនកន្លែងនេះជាកន្លែងស័ក្តិសិទ្ធិរបស់បងប្អូនអ្នកខេត្តឆ្ងាយនិងអ្នកយើងបន្តទៅមុខទៀតនឹងឃើញមានលាអាងមួយដែលបងប្អូនអ្នកស្រុកហៅឈ្មោះលាអាងនោះថាលាអាងទុមៀលាអាងទឹកនេះមានសភាពថ្លាដែលជ្រាបចេញពីឫសឈើពីក្រោមបាតលាអាងដែលបងប្អូនអ្នកស្រុកតំបន់នោះមានជំនឿថាស័ក្តិសិទ្ធិពូកែនៅអំពើផ្សេងនិងសុំសេចក្តីសុខសម្តីចម្រើនភ្នំហត់នេះយើងនឹងធ្វើដំណើរទៅមកចិនទៀតតាមផ្លូវលំមួយឡើងទៅលើពើងថ្មតូចធំនៅលើកំពូលភ្នំតាមដងផ្លូវទៅនៃប្រាសាទនិងពើងថ្មតូចធំមានដើមឈើនិងព្រៃព្រឹក្សាសត្វបាក់សាបាក់សីស្រែកយំខ្យល់បរិយាកាសបោកបក់ដើមឈើធ្វើឲ្យទទួលបានអារម្មណ៍មួយដែលស្រស់ស្រាយនិងជាមួយនឹងធម្មជាតិបើទស្សនិកជនឃើញវីដេអូនេះកុំភ្លេច share កុំភ្លេច like ចិត្តឆ្ងាយបងប្អូនអ៊ំពូមីងបានស្គាល់រមណីយដ្ឋាននេះហើយការធ្វើដំណើរយ៉ាងរយៈពេល30នាទីក្នុងការធ្វើដំណើរជាមួយនឹងធម្មជាតិយើងឃើញថានឹងបានជួបប្រាសាទមួយដែលកសាងអំពីឥដ្ឋថ្មភក់ដែលក្រាលពីខាងក្រោមនៃតួនៃប្រាសាទសភាពនៃប្រាសាទនេះមានសភាពហាក់ដូចជាទ្រុឌទ្រោមមួយចំនួននិងការបែកបាក់ខ្លះតួនៃប្រាសាទមានតួប៉មមួយបែរទូទឹកខាងកើតតាមឯកសារមួយចំនួនប្រាសាទនេះកសាងនៅសម័យបូរេប្រវត្តិសម្រាប់អ្នកមកទស្សនានៃប្រាសាទនេះពុំសូវមានអ្នកមកចូលមកទស្សនានិងមកដល់ប្រាសាទនេះទេព្រោះថាផ្លូវធ្វើដំណើរពិបាកនិងវែងឆ្ងាយនៅចំកណ្ដាលនៃប៉មឃើញមានសិវលិង្គមួយដែលតំណាងឲ្យសាសនាហិណ្ឌូយ៉ាងធំលាក់អាចកំបាំងនិងអត្ថន័យមួយចំនួនដែលមិនមានឯកសារណាមកបញ្ជាក់នោះឡើយចំណែកឯនៅខាងក្រោយតួនៃប្រាសាទឃើញមានពើងថ្មតូចធំនិងព្រៃព្រឹក្សាមើលទៅពីលើកំពូលភ្នំឃើញវាលហោឋានព្រៃព្រឹក្សាភ្នំតូចធំមួយចំនួនផ្ទះចំការព្រៃរបស់អ្នកភូមិអ្នកស្រុកនៅតំបន់នេះឃើញវីដេអូនេះហើយមានចំណាប់អារម្មណ៍កុំភ្លេចមកលេងផងបងប្អូនមិនឆ្ងាយពីទីរួមខេត្តទេនៅខាងស្រុកបន្ទាយស្រីនេះឯងហើយក៏វីដេអូយើងមានតែប៉ុណ្ណេះឯងមិនមានអ្វីច្រើនទេជួយសូមបងប្អូនចូលទៅជួយ Subscribe YouTube ខ្ញុំអ្នកមួយផងនិង Follow Page នេះបងប្អូនអ្នកកំពុងមើលនេះ Follow Page អ្នកមួយផងដើម្បីលើកទឹកចិត្តខ្ញុំធ្វើវីដេអូតទៅមុខទៀតណាបាយបាយ